បាទនៅថ្ងៃនេះខ្ញុំមកធ្វើការណែនាំពីចំណុចពិសេសមួយទៀតដែលនៅលើម៉ាស៊ីនច្រោះស្រូវ Kubota DC 120X ដែលតាក់ទងជាមួយនឹងប្រព័ន្ធម៉ាស៊ីនតើបងប្អូនដឹងថាការប្រើប្រេងម៉ាស៊ូតបែបណាឲ្យស័ក្តិសមជាមួយនឹងម៉ាស៊ីនប្រភេទនេះតើបងប្អូនតាមដានជាមួយខ្ញុំទាំងអស់គ្នាបាទជ្រាបសួរបងប្អូនប្រជាកសិករទាំងអស់គ្នាបាទជួបជាមួយខ្ញុំពីនេះនៅថ្ងៃមុនខ្ញុំបានណែនាំពីចំណុចពិសេសមួយនៅលើម៉ាស៊ីនច្រោះស្រូវ Kubota ឃើញថាស្រូវយើងល្អស្រូវនេះនឹងត្រៀមច្រូតកាត់ផងដែរបាទឃើញថារដូវកាលច្រូតកាត់បានជិតមកដល់ហើយមានកន្លែងខ្លះកំពុងតែច្រូតកាត់ហើយក៏កន្លែងខ្លះទៀតកំពុងតែត្រៀមនឹងច្រូតកាត់ផងដែរបាទបងប្អូនទាំងអស់គ្នានឹងតម្រូវការប្រាកដជារោមម៉ាស៊ីនច្រូតណាដែលមានគុណភាពល្អច្រូតកាត់បានលឿនហើយចំណេញពេលវេលាសន្សំចៃប្រេងផងដែរបាទនៅថ្ងៃនេះខ្ញុំធ្វើការណែនាំពីម៉ាស៊ីនច្រោះស្រូវ Kubota DC 120X បាទនៅថ្ងៃនេះខ្ញុំមកធ្វើការណែនាំពីចំណុចពិសេសមួយទៀតដែលនៅលើម៉ាស៊ីនច្រោះស្រូវ Kubota DC 120X ដែលតាក់ទងជាមួយនឹងប្រព័ន្ធម៉ាស៊ីនបាទម៉ាស៊ីនច្រោះស្រូវ Kubota DC 120X មានកម្លាំងសេះ120កម្លាំងសេះម៉ាស៊ីនបានភ្ជាប់ជាមួយនឹងប្រព័ន្ធ Common Rail 3ជាប្រភេទបាញ់តទៅលើក្បាលពីស្តុងម៉ាស៊ីនកម្លាំងខ្លាំងស៊ីប្រេងតិចធ្វើការបានពេញប្រសិទ្ធភាពម៉ាស៊ីនប្រភេទនេះផលិតឡើងដោយនឹងម៉ាស៊ីនឡានសេរីទៅនៅអញ្ចឹងតើបងប្អូនដឹងថាការប្រើប្រេងម៉ាស៊ូតបែបណាឲ្យស័ក្តិសមជាមួយនឹងម៉ាស៊ីនប្រភេទនេះបាទខ្ញុំសូមណែនាំបងប្អូនទាំងអស់គ្នាឲ្យប្រើប្រាស់ប្រេងម៉ាស៊ូតដែលមានស្តង់ដារគុណភាពខ្ពស់កម្រិត Euro 4 និង Euro 5ព្រោះប្រេងប្រភេទនេះមានគុណភាពខ្ពស់ជួយឲ្យម៉ាស៊ីនប្រើប្រាស់បានយូរអង្វែងបាទទាំងអស់នេះគឺជាបច្ចេកទេសល្អៗដែលឲ្យបងប្អូនទាំងអស់គ្នាប្រើប្រាស់ឲ្យបានត្រឹមត្រូវខ្ញុំនៅមានចំណុចពិសេសនៅលើម៉ាស៊ីនច្រោះស្រូវ Kubota DC 120X នៅវីដេអូក្រោយៗទៀតប្រសិនបើបងប្អូនមានចម្ងល់ឆ្ងល់និងសង្ស័យនៅចំណុចមួយណាសូម comment នៅខាងក្រោមវីដេអូនេះខ្ញុំនឹងរីករាយឆ្លើយតបជាមួយនឹងសំណួរបងប្អូនខ្ញុំបាទពីនីនសូមអរគុណសូមជម្រាបលាបាយបាយ